បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសទៅលើបងប្អូននារីតែម្ដងព្រោះថ្ងៃនេះជាថ្ងៃពិសេសតែម្ដងទៅលើសម្រាប់បងប្អូននារីបាទដោយសារតែថ្ងៃនេះជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិត្រូវនឹងថ្ងៃទី8មីនាហើយជាថ្ងៃគម្រប់ខួបលើកទី114នៃទិវាសិទ្ធិនារីអន្តរជាតិជាទូទៅមិនថាថ្ងៃណាក៏ដោយបាទសម្រាប់បងប្អូននារីបាទគឺជាថ្ងៃពិសេសរាល់ថ្ងៃតែម្ដងតែគ្រាន់តែថ្ងៃនេះពិសេសជាងសប្តាហ៍មួយដងដោយសារតែគេប្រារព្ធពិធីនេះឡើងដើម្បីលើកកម្ពស់ទៅលើសិទ្ធិនារីបាទអញ្ចឹងសម្រាប់បាទបងប្អូននារីជាទូទៅគាត់ចង់បានណាគឺសុភមង្គលក្នុងក្រុមគ្រួសារសម្រាប់បងប្អូនដែលមានបាទគ្រួសាររួចទៅហើយបាទហើយសម្រាប់បងប្អូនដែលមិនទាន់មានគ្រួសារក៏គាត់ចង់បានដៃគូដែលយល់ពីចិត្តគ្នាទៅវិញទៅមកដែលជាពិសេសនោះដៃគូដែលមិនចម្លងកាំរោគទៅគាត់ផ្ទាល់តែម្ដងព្រោះធម្មតាជំងឺកាំរោគនេះភាគច្រើនអាចនឹងឆ្លងពីប្រុសមកច្រើនអញ្ចឹងបងបុរសគួរតែយល់ថ្ងៃនេះឬក៏ថ្ងៃណាក៏ដោយជៀសវាងការចម្លងកាំរោគទៅដៃគូឬគ្រូសារបស់បងប្អូនដែលគាត់អត់ដឹងអីអញ្ចឹងអ្វីដែលគាត់ចង់បានគឺតែប៉ុណ្្នឹងឯងសូមសុភមង្គលក្នុងក្រុមគ្រួសារនិងកុំចម្លងគ្រោកពីក្រៅទៅក្នុងបាទតែសម្រាប់បងប្អូនកំពុងតែកើតហើយមិនថាបងប្អូនសភាពបុរសឬនារីក៏ដោយគួរតែបញ្ញាព្យាបាលកុំបដែតបដោយទុកជំងឺពពុះកាំរោគនេះវិវត្តពីមួយដំណាក់កាលទៅមួយដំណាក់កាលអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែមានបញ្ហាកាំរោគណាបាទយើងណែនាំពិសេសតែម្ដងនេះសតវ៉ៃស្មាយមួយឈុតនេះគឺឯកទេសមែនទែនទៅលើជំងឺកាំរោគនិងបញ្ហារោគស្ត្រីអញ្ចឹងសម្រាប់បងបុរសដែលគិតថាថ្ងៃនេះជាថ្ងៃពិសេសហើយដឹងខ្លួនថាកើតកាំរោគហើយបញ្ញាព្យាបាលវាកុំទុកបដែតបដោយរហូតដល់ឆ្លងទៅគ្រួសារបងប្អូនទាំងអត់ដឹងរឿងអីដែលហើយបើសិនជាក្រុមគ្រួសារបងប្អូនគាត់មានបញ្ហារោគស្ត្រីជាប្រចាំរ៉ាំរ៉ៃលើកទឹកចិត្តគួរតែជាមួយឈុតនេះដើម្បីយកទៅឲ្យគ្រួសាររបស់បងប្អូនគាត់ព្យាបាលជំងឺដើម្បីឲ្យជាពីជំងឺរបស់គាត់មានសុខភាពមាំទាំគាត់អាចរស់នៅជាមួយបងប្អូនបានយូរហើយនឹងធ្វើសុខភាពគ្រួសារបងប្អូនមានសុភមង្គលឡើងត្រឡប់មកវិញផងដែរអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាសុខភាពរោគស្ត្រីនិងកាំរោគវាយស្មាយជួយបងប្អូនទាំងអស់គ្នាបាន